ជំរាបសួរសួស្តីសាជាថ្មីម្ដងទៀតសម្រាប់ពុកម៉ែបងប្អូនសិស្សានុសិស្សដែលជាអ្នកសិក្សាភាសាអង់គ្លេសបាទឥឡូវនេះយើងបន្តនៅមេរៀនខ្លីៗរបស់យើងដែលស្ដីអំពីចំណេះដឹងទូទៅដែលខ្ញុំតែងតែចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងមើលទៅចំណុច part 1 how to improve our body. How to improve our body. Nè. How to improve our body. ចឹងយើងប្រែមិនបងប្អូន How to improve នឹងយើងប្រែថារបៀបបង្កើនណារបៀបបង្កើនរាងកាយរបស់យើងរបៀបបង្កើនរាងកាយរបស់យើងମାନେបង្កើនឲ្យរឹងមាំណាមិនរាងកាយ80គីឡូបង្កើនឲ្យទៅ90គីឡូអីទេមកបង្កើនឲ្យវារឹងមាំទោះយើងស្ថិតនៅគីឡូណាក៏ដោយយើងបង្កើនឲ្យវារឹងមាំអូខេ How to improve our body របៀបនៃការបង្កើនរាងកាយរបស់យើង To have a strong and healthy body we need to focus on 4 main things យ៉ាង to have a strong body a strong នឹងបានន័យថាដើម្បីឲ្យរាងកាយយើងរឹងមាំ and healthy body ហើយរាងកាយពោរពេញដោយសុខភាពល្អ we need to focus យើងត្រូវផ្ដោតទៅលើរឿងសំខាន់4យ៉ាង four main thing រឿងសំខាន់4យ៉ាង main នេះរឿងសំខាន់4យ៉ាងអូខេ main thing យ៉ាងរឿងទី1 number 1 exercise every day អញ្ចឹងធ្វើលំហាត់ជារៀងរាល់ថ្ងៃបាទលំហាត់ប្រាណណាបងប្អូន exercise every day ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ move your body បានន័យថាធ្វើចលនារាងកាយ move your body move នឹងធ្វើចលនាណាបងប្អូន move your body លើកជើងលើកដៃកធេកជើងធេកដៃអញ្ចឹងទៅអានេះគេថា move your body ធ្វើចលនារាងកាយ walking walk នឹងប្រែថាដើរណា walking ដើរ running រត់ dancing រាំ yoga ដូចជាធ្វើវិបស្សនាអញ្ចឹងអង្គុយណាបងប្អូន stretching នេះកន្ធេកដៃកន្ធេកជើងបងប្អូន stretching នេះកន្ធេកដៃកន្ធេកជើងអញ្ចឹងទៅ lifting លើកទម្ងន់ណាបងប្អូន lifting លើកទម្ងន់ at least 20 to 30 minutes every day អញ្ចឹងយ៉ាងហោចណាស់ត្រូវធ្វើវា20ទៅ30នាទីជារៀងរាល់ថ្ងៃ It gives us more energy and helps us feel fresh អញ្ចឹងវាជួយឲ្យយើង It gives us more energy វាជួយឲ្យយើងមានកម្លាំងមានថាមពលកាន់តែខ្លាំង and help us ហើយជួយឲ្យយើងនឹង feel fresh មានអារម្មណ៍ស្រស់ស្រាយណាវាជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយអញ្ចឹងបងប្អូនទីមួយនេះគឺវាជួយឲ្យយើងមានថាមពលកាន់តែប្រសើរហើយវាជួយឲ្យយើងនឹងមានអារម្មណ៍ស្រស់ស្រាយណា 2 eat healthy food អញ្ចឹងយើងបកប្រែថាញ៉ាំអាហារសុខភាពណាញ៉ាំអាហារសុខភាពអញ្ចឹងអាហារសុខភាពមានអី eat more fruits ញ៉ាំផ្លែឈើឲ្យបានច្រើន vegetable បន្លែឲ្យច្រើន rice បាយនេះយើងប្រែថាបាយណា fish សាច់ត្រីណា egg ស៊ុត and natural foods ហើយនឹងអាហារធម្មជាតិផ្សេងទៀត drink plenty of water អញ្ចឹង plenty of water នឹងទឹកឲ្យបានច្រើនញ៉ាំទឹកឲ្យបានច្រើន about 6 to 8 glasses a day ជាក្នុងមួយថ្ងៃយើងអាចផឹកប្រមាណជាប្រហែលជា
6ទៅ8កែវណា avoid too much sugar ជៀសវាងការញ៉ាំស្ករច្រើន oily food អាហារដែលពោពេញទៅដោយសារធាតុខ្លាញ់ណាអាហារអីក៏ដោយដែលពោពេញទៅដោយសារធាតុខ្លាញ់ច្រើនគឺយើងជៀសវាង or junk food អញ្ចឹងពេលថា junk food គឺអាហារមិនបងប្អូនអាហារដែលញ៉ាំទៅបានតែរសជាតិអានឹង junk food អាហារដែលញ៉ាំទៅបានតែរសជាតិតែវាអត់មានគុណភាពអីក្រៅពីរសជាតិទេបងប្អូនអត់មានវីតាមីនចឹងនិយាយចឹងអញ្ចឹងអាហារខ្លះវាបានតែរសជាតិទេផ្អែមរសជាតិឆ្ងាញ់រសជាតិអីចឹងណាប៉ុន្តែវាអត់បានផ្ដល់វីតាមីនឲ្យយើងអញ្ចឹងគេហៅថា junk food ចំណុចទី3 sleep well បាទ sleep well អញ្ចឹង sleep well ហ្នឹងគឺគេឲ្យយើងគេងឲ្យគ្រប់គ្រាន់ណា try to sleep 7 to 9 hours at night អញ្ចឹងពេលយប់យើងគេងយ៉ាងហោចណាស់នឹងព្យាយាមគេងឲ្យបាន7ទៅ9ម៉ោងពេលយប់ go to bed early ប្រញាប់ចូលគេងបើចូលគេងពីម៉ោង7អញ្ចឹងទៅ and wake up early ហើយក្រោកឲ្យបានលឿនម៉ោង4អីចឹងក្រោកមក good sleep have the body heals and stay strong អញ្ចឹងអាការគេងបានល្អហ្នឹងណាវាជួយព្យាបាលអូខេthe body here ជួយព្យាបាលរាងកាយរបស់យើងណាវាជួយព្យាបាលរាងកាយរបស់យើងវាធម្មតាទេរាងកាយរបស់យើងហត់នឿយវាជួយព្យាបាលអាកន្លែងហត់នឿយហ្នឹង and stay strong ហើយជួយឲ្យរាងកាយហ្នឹងរឹងមាំអញ្ចឹងយើងប្រែអញ្ចឹងណាបងប្អូនចំណុចទី4 avoid bad habits avoid នឹងជៀសវាង bad នឹងអាក្រក់ habits ប្រែថាhabit ប្រែថាម៉េចបងប្អូនឬចង់ភាំង habit ទេបងប្អូន habit ទម្លាប់ណាអញ្ចឹងជៀសវាងទម្លាប់អាក្រក់ចេញទម្លាប់អីខ្លះអាក្រក់ don't smoke ទម្លាប់ជក់បារីជក់កញ្ឆាញៀនគ្រឿងញៀនណា or drink too much alcohol អញ្ចឹងឬក៏ផឹកអាល់កុលជាតិអាល់កុលផឹកអាល់កុលផឹកស្រាបងប្អូនផឹកស្រាច្រើនស្រាហ្នឹងវាមានជាតិអាល់កុលហ្នឹងបងប្អូនអញ្ចឹងយើងមើល try not to sit or lie down too much ព្យាយាមកុំអង្គុយឬក៏ដេកណា lie down too much ឬក៏ដេកច្រើន during the day កំឡុងពេលថ្ងៃអញ្ចឹងពេលថ្ងៃព្យាយាមកុំឲ្យអង្គុយច្រើនពេកកុំឲ្យដេកច្រើនពេកព្យាយាមអញ្ចឹងណាថ្ងៃឡើងណាមួយទៀត don't overthink បានតែកុំគិតច្រើន overthink គិតលើសពេកណាយើងគិតលើសហួសហេតុពេកអញ្ចឹងគិតច្រើនយើងដេកអលក់ទេពេលយប់ឡើងមកយើងគិតគឺដេកអលក់បាទ relax សម្រាក your mind បានន័យថាយើងសម្រាកនៅអារម្មណ៍របស់យើងកុំឲ្យគិតច្រើនបិទអារម្មណ៍សម្រាកអារម្មណ៍ខ្លះទៅសម្រាកចិត្តអារម្មណ៍ស្មារតីខ្លះទៅអូខេអញ្ចឹងនេះគឺជាមេរៀនខ្លី